បច្ចុប្បន្នប្រទេសចិនមានបុណ្យប្រពៃណីធំចំនួន4មានបុណ្យចូលឆ្នាំឬបុណ្យរដូវផ្ការីកបុណ្យឆេងម៉េងបុណ្យសែននំចាំងនិងបុណ្យសែនប្រខែបុណ្យនីមួយៗមានប្រពៃណីនិងទំនៀមទម្លាប់ពិសេសខុសៗគ្នាដែលបានបង្កើតជាវប្បធម៌និងអរិយធម៌ដ៏ល្អផូរផង់របស់ប្រជាជាតិចិននៅថ្ងៃទី5ខែ5តាមប្រតិទិនច័ន្ទគតិចិនជារៀងរាល់ឆ្នាំជាថ្ងៃបុណ្យសែនទូកនាគឬក៏បុណ្យទុនយ៉ាងដែលជនជាតិខ្មែរនិយមហៅថាបុណ្យសែននំចាំងទាក់ទងទៅនឹងប្រវត្តិនៃថ្ងៃបុណ្យសែននំចាំងមានការនិយាយតគ្នាជាច្រើនក្នុងនោះរឿងដែលផ្សព្វផ្សាយទូលំទូលាយបំផុតគឺការរំលឹកវិញ្ញាណក្ខន្ធរបស់លោកឆេយៀនជាកំពូលកវីស្នេហាជាតិនៃនគរឈូក្នុងសម័យសង្គ្រាមដែលបានបញ្ចប់ជីវិតរបស់ខ្លួនដោយសារតែការឈឺចាប់និងការមើលឃើញនគររបស់ខ្លួនត្រូវវិនាសប្រជានុរាស្ត្របាននាំគ្នាវិច្ចគុណអន្សមតាមភាសាចិនទីជាវហៅថាចាំងហើយអំទូកទៅកណ្ដាលទន្លេដែលលោកឆេយៀនស្លាប់រួចបោះនំចាំងទៅក្នុងទឹកដើម្បីបួងសួងកុំឲ្យត្រូវស៊ីសាកសពរបស់លោកចំណេះតមកក៏មានទំនៀមទម្លាប់សែននំចាំងនិងអំទូកនាគក្នុងថ្ងៃបុណ្យសែននំចាំងដោយសារទឹកដីនៃប្រទេសចិនធំទូលាយដូច្នេះប្រជាជនដែលរស់នៅតំបន់ទីទៃគ្នាមានទំនៀមទម្លាប់និងប្រពៃណីឆ្លងថ្ងៃបុណ្យសែននំចាំងខុសៗគ្នាអ្វីដែលជាទម្លាប់មិនអាចខ្វះបានគឺការហូបនំចាំងអ្នករស់នៅភាគខាងជើងនៃប្រទេសចិននិយមចូលចិត្តហូបនំចាំងរសជាតិអែមដូចជាស្នូលសណ្តែកក្រហមស្នូលពុទ្រាក្រហមជាដើមឯអ្នករស់នៅភាគខាងត្បូងចូលចិត្តហូបនំចាំងរសជាតិប្រៃដែលមានស្នូលដូចនំអន្សមជ្រូករបស់ខ្មែរយើងដែរចំណែកនំចាំងធ្វើពីទឹកក្បុងវិញបច្ចុប្បន្នមិនសូវមានអ្នកនិយមទទួលទាននោះទេហើយមកដល់សប្តាហ៍ថ្ងៃនេះប្រជាជនចិនឬខ្មែរដែលជាប់ខ្សែស្រឡាយចិនក៏ទម្លាប់គោរពធ្វើពិធីបុណ្យសែននំចាំងឆ្នាំ2025នេះគឺត្រឹមថ្ងៃទី31ខែឧសភាសម្រាប់ការសែននំចាំងគឺគេរៀបទៅតាមកន្លែងទេវតាព្រះភូមិទេវតាជំនឿផ្ទះកងម៉ាកន្លែងទេវតាក្នុងផ្ទះលោកតាចង្ក្រានជាដើមមានដូចជានំចាំងស្ករសតែក្តៅក្រដាសសែនទៀនក្រហមនិងអុជធូបដើម្បីបួងសួងរំលឹកគុណដល់អ្នកប្រាជ្ញឆេយៀនជាកំពូលកវីស្នេហាជាតិនិងសូមនៅសេចក្តីសុខពីទេវតារក្សាក្រុមគ្រួសារតាមផ្ទះរៀងៗខ្លួនទៅតាមទំនៀមទម្លាប់ដូចនេះដែរ